សួស្តីបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនពីរបៀបតម្លើង follow លើ TikTok ណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមក website របស់យើងដដែលមកគឺ Cam SMM យើងវាយនៅក្នុងនេះមក Cam SMM ពេលនេះវា load មកនេះជួយយើងចុចលើវាមកអូខេចូលមកដល់នេះវាឲ្យយើងចូលនៅក្នុង website បងទៀតចុចមកពឹកទៀតមកអូខេលឿនបងប្អូនព្រោះយើងចេះហើយណាអូខេនេះកន្លែងនេះគឺជា function មកវាណា function របស់វាយើងចុចមកនេះយើងចង់ឲ្យបានអី website នេះវាមានសេវាកម្មច្រើនហើយយើងចង់តម្លើងអីក៏បានដែរណា IG អីហ្នឹងមកក្នុងហ្នឹងតែគោលបំណងខ្ញុំនេះខ្ញុំចង់តម្លើង follow លើ TikTok អូខេនេះឡើងឡើង follow TikTok យើងចុចវាមកនេះមកដល់ហ្នឹងវាប្រាប់ហើយតែសំខាន់បងប្អូនត្រូវបញ្ចូលលុយក្នុង account យើងសិនបានយើងអាចតម្លើងបានណានេះចូលហ្នឹងមកចូល add fund អូខេចូល add fund មកយើងដាក់ចំនួនលុយយើងមកនេះយើងចង់ដាក់ប៉ុន្មាន1រៀល2រៀល3រៀល5រៀល10 20រៀល50រៀលក៏បានដែរដាក់ប៉ុន្មានក៏បានដែរបងប្អូនយើងគ្រាន់តែដាក់ប៉ុណ្្នឹងមកយើងចុច pay មកវាតម្លាក់ QR code ឲ្យយើងហើយនេះយើងក៏ scan QR code ហ្នឹងទៅលុយចូល account របស់យើងភ្លាមហ្មងហ្នឹងហើយអញ្ចឹងមិញខ្ញុំចង់អីគេខ្ញុំចង់តែឡើង follow លើ TikTok ឯនេះអូខេអស់មកបងប្អូនប្រហែលជាយល់ច្រើនហើយនេះក៏ប្រាប់នេះតែឡើង follow លើ TikTok យើងចុចវាមកហើយកន្លែងនេះយើងយកកន្លែងហ្នឹងទៅកន្លែងណាក៏បានអាស្រ័យលើបងប្អូនទៅតែយើងយកកន្លែងហ្នឹងទៅវាដើរដូចតែគ្នាទេកន្លែងនេះយើងយក link របស់ TikTok របស់យើងមកcòn để choក្នុងក៏ចូល TikTok ហ្នឹងឧទាហរណ៍យក TikTok នេះមួយអញ្ចឹងបងប្អូនឃើញទេនេះ follow វាតែប្រហែលនេះតែ900ជាងទេអញ្ចឹងយើងចង់បាន link វាយើងចុចឡើង edit profile នេះមកនេះពេលហ្នឹងវាឃើញ link ហើយនេះយើងគ្រាន់តែចុចលើហ្នឹងមកពឹកមកអញ្ចឹងនេះយើង copy link ហើយ copy link វាហើយយើងមកដាក់នៅក្នុងនេះយើងផាសវាជាប់សកត់វាជាប់មកពេចពីផាសអូខេដល់ហើយហ្នឹងហើយអានេះយើងចង់បានប៉ុន្មានឧទាហរណ៍ខ្ញុំចង់បាន100 follow ទៀតអញ្ចឹង100 follow ហ្នឹងវាគិតយើងតែមួយសេនជាងឯងអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនអាចដាក់ 1k 2k 3k 5k 10k 100k អីដាក់លឿនហ្នឹងទៅណាសម្រាប់ខ្ញុំដាក់ប៉ុណ្្នឹងទេខ្ញុំតេស្តឲ្យបងប្អូនឃើញហើយបងប្អូនយល់ធ្វើតាមអញ្ចឹងណាអូខេយើងចុច submit មកហើយនេះអញ្ចឹងបានន័យថាយើងបាន order ជោគជ័យហើយអញ្ចឹងរៀងរងចាំយើងទៅមើលអាកន្លែងយើងបាន order យើងចុច 3 នេះមកនេះយើងចុចឡើងmiss order អូចេះស្រាយចាំតិចយើងចុចឡើង order នេះហ្នឹងហើយនេះគឺចំនួនដែលយើងបានកំងបាញ់ណានេះយើងចាក់ follow លើ TikTok យើងអស់មកឆ្វេងអស់មកយើងឃើញនេះ in progress ហ្នឹងបានន័យថាវាចាប់ផ្ដើមមកវាកំពុងតែធ្វើការឲ្យយើងណាយើងចាំ24ម៉ោងឬក៏72ម៉ោងទៅវាបានតែជាទូទៅចាក់តិចយ៉ាងច្រើនតែ3ម៉ោង4ម៉ោងហ្នឹងវាពេញហើយហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងបងប្អូន